ចៅអ៊ីងឬដែលយើងស្គាល់នៅក្នុងរឿងសាមកុកចៅជីឡុងគឺជាកំពូលមេទ័ពដ៏ល្បីល្បាញបំផុតមួយរូបក្នុងយុគសម័យសាមកុកលោកត្រូវបានគេចាត់ទុកថាជាមេទ័ពម្នាក់ក្នុងចំណោមមេទ័ពខ្លាទាំង5របស់នគរស៊ូដែលមានសេចក្តីក្លាហានភាពស្មោះត្រង់និងបញ្ញាស្មារតីខ្ពង់ខ្ពស់លោកកើតនៅស្រុកចឹងទីងខេត្តហើប៉ីដំបូងឡើយលោកបានចូលបម្រើក្រោមបង្គាប់មេទ័ពកងសុនចាននៅទីនោះហើយដែលលោកបានជួបនិងបង្កើតចំណងមិត្តភាពជាមួយលាវប៉ៃក្រោយមកដោយមើលឃើញអំពីគុណធម៌និងមហិច្ឆតារបស់លាវប៉ៃចៅជីឡុងបានសម្រេចចិត្តបម្រើលាវប៉ៃយ៉ាងស្មោះស្ម័គ្ររហូតដល់ដង្ហើមចុងក្រោយហើយក៏មានឯកសារមួយចំនួនបានលើកឡើងថាលោកក៏ធ្លាប់បម្រើការឲ្យកងទ័ពរបស់យៀនសាវមុននឹងចូលបម្រើកងសុនចាងទៅទៀតប៉ុន្តែត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះដោយសារតែលោកមើលឃើញភាពមិនស្មោះត្រង់ជាមួយមហាហានរបស់យៀនសាវភាពល្បីល្បាញខ្លាំងរបស់លោកគឺការសង្គ្រោះអាតៅនិងគ្រួសារលាវប៉ៃនៅជម្រាលឆាងប៉ានព្រឹត្តិការណ៍ដែលធ្វើឲ្យចៅជីឡុងល្បីខ្ទរខ្ទាបំផុតគឺនៅឆ្នាំ208ខណៈដែលទ័ពរបស់ឆាវវាយសម្រុកខ្លាំងលាវប៉ៃបានរត់ភៀសខ្លួនចោលគ្រួសារនិងប្រគល់ឲ្យចៅជីឡុងការពារគ្រួសាររបស់លោកដោយសារតែកងទ័ពរបស់ឆាវវាយសម្រុកខ្លាំងធ្វើឲ្យចៅជីឡុងនិងគ្រួសាររបស់លាវប៉ៃបានបែកបាក់គ្នានៅក្នុងសង្គ្រាមពេលនោះចៅជីឡុងបានសម្រេចចិត្តជិះសេះបកក្រោយម្នាក់ឯងវាយសម្រុកចូលកណ្ដាលវងទ័ពរាប់សែននាក់របស់ឆាវដើម្បីតាមរកប្រពន្ធនិងកូនរបស់លាវប៉ៃអាតៅឬស្ដេចលាវសានពេលក្រោយលោកបានអោបអាតៅជាប់នឹងទ្រូងហើយវាយទម្លាយរង្វង់ឡោមព័ទ្ធសម្លាប់មេទ័ពសត្រូវជាច្រើននាក់រហូតនាំអាតៅមកជួបលាវប៉ៃវិញដោយសុវត្ថិភាពបើនិយាយអំពីភាពស្មោះត្រង់និងសមត្ថភាពលោកជាមនុស្សដែលមិនដែលរង្គោះរង្គើចំពោះការលួងលោមពីសត្រូវឡើយខុសពីមេទ័ពខ្លះដែលពូកែតែខាងប្រយុទ្ធប៉ុន្តែលោកជាមនុស្សដែលចេះគិតគូរវែងឆ្ងាយលោកធ្លាប់បានឃាត់លាវប៉ៃមិនឲ្យធ្វើសង្គ្រាមសងសឹកជាមួយនគរតុងអ៊ូភ្លាមដើម្បីរក្សាតុល្យភាពសត្រូវអាវុធប្រចាំកាយរបស់លោកគឺលំពែងប្រាក់និងជិះសេះសដែលជាសញ្ញាសម្គាល់នៃមេទ័ពសេះសចៅជីឡុងបានបម្រើនគរស៊ូរហូតដល់ជំនាន់ជូកឺលៀងវាយយកភាគខាងជើងលោកបានទទួលមរណភាពដោយជរាពាធនៅឆ្នាំ229នេះគឺជាករណីកម្របំផុតសម្រាប់មេទ័ពជំនាន់នោះដែលភាគច្រើនស្លាប់លើសមរភូមិឬត្រូវគេសម្លាប់ក្រោយពេលស្លាប់លោកត្រូវបានគេប្រសិទ្ធនាមថាជាមេទ័ពដែលមិនដែលស្គាល់ពាក្យថាចាញ់ក្នុងរឿងប្រឡោមលោកសាមកុកចៅជីឡុងត្រូវបានគេលើកតម្កើងថាជាតួអង្គដ៏ល្អឥតខ្ចោះបំផុតព្រោះលោកមានទាំងគុណធម៌សេចក្តីក្លាហាននិងមិនដែលធ្វើឲ្យម្ចាស់ខកបំណងឡើយ